ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះជាថ្ងៃអាទិត្យអត់ដឹងទៅណាមែនអត់តោះអញ្ចឹងយើងមកមើលមុខបារម្ភរាជវាំងយើងវិញឃើញថាសប្បាយមែនទែនសម្រាប់ថ្ងៃចុងសប្តាហ៍យើងនឹងយើងមិនបាច់ចំណាយពេលទៅណាឆ្ងាយទេនៅពេលថ្ងៃអាទិត្យអញ្ចឹងណាចាប់តាំងពីដែលគេធ្វើ walk street មកឃើញថាមនុស្សច្រើនមែនទែនសម្រាប់នៅថ្ងៃចុងសប្តាហ៍ឃើញថាមានទាំងប្រុសស្អាតមានទាំងស្រីស្អាតជាពិសេសទេសភាពនៅពេលដែលថ្ងៃលិចណាវាមានពណ៌មាសក្រហមចិនឆ្អៅវាលាយឡំជាមួយនឹងព្រះបរមរាជវាំងយើងដែលមានពណ៌ស្តៀងទៅនឹងផ្ទៃមេឃដែលថ្ងៃរៀបលិចណាអ្នកទាំងអស់គ្នាយើងមើលទៅសម្រាប់អ្នកដែលចូលចិត្តថតរូបថតជាវីដេអូលេងហើយនៅទីនេះផងដែរនៅពេលល្ងាចថ្ងៃអាទិត្យហ្នឹងគឺថាមនុស្សច្រើនមិនគេថាច្រើនអ្នកអស់គ្នាស្គាល់ថាយករកប្រឡោះដើរឃើញណាវាប្រៀបបានទៅនឹងមានកម្មវិធីអីមួយដូចជាចូលឆ្នាំរយក៏បនទៀនអីផ្សេងណាអ្នកទាំងអស់គ្នាហើយជាពិសេសមើលវិញទៀតណាអ្នកនរគ្នាគេបង្កើតឲ្យមានកម្មវិធីដូចជាលក់នំបញ្ចុកឬមួយក៏លក់នំផ្សេងទៅតាមចំណង់ចំណូលចិត្តប៉ុន្តែយើងងាកមកមើលតម្លៃវិញគឺអត់ថ្លៃទេអ្នកនរគ្នាគឺគេកំណត់តម្លៃឲ្យយើងតែម្ដងសម្រាប់ដែលមានអ្នកលក់ឡើងថ្លៃខុសពីធម្មតាគេនឹងចាត់វិធានការធ្វើអីផ្សេងតាមដែលគេធ្វើណាអ្នកនរគ្នាតែខ្ញុំអត់ដឹងថាគេធ្វើបែបណាទេតែដឹងតែថាគេអត់ឲ្យលក់ថ្លៃលើពីតម្លៃទីផ្សារធម្មតាទេអ្នកនរគ្នាហើយនៅថ្ងៃចុងសប្តាហ៍ហ្នឹងយើងអត់ដឹងទៅណាយើងអាចនាំគូសង្សារឬមួយក៏គ្រួសាររបស់យើងណាយើងអាចដើរមក walk street បានវាប្រៀបបាននឹងការហាត់ប្រាណមួយដើរ 4-5 ជុំអីចឹងណាអ្នកនរគ្នាហើយសម្រាប់ការផ្ញើកង់ម៉ូតូឡានវិញគឺមានតម្លៃធូរមែនទេសម្រាប់កាលដែលមិនទាន់បើកជា walk street ណាអ្នកនរគ្នាគឺខ្ញុំផ្ញើម៉ូតូអស់ដូចជាតម្លៃដូចជា 3000 រៀលអ្នកនរគ្នាសម្រាប់ក្នុងមួយម៉ូតូណាតែបច្ចុប្បន្ននេះគឺផ្ញើអស់តែ 1000 រៀលទេអ្នកនរគ្នាដោយសារតែគេកំណត់មកឲ្យផ្ញើតែ 1000 រៀលហើយសម្រាប់កន្លែងផ្ញើម៉ូតូវិញក៏មានច្រើនដែរគឺមានសុវត្ថិភាពហើយមិនបាច់ភ័យថាំងទៅដល់ហើយអត់មានកន្លែងផ្ញើម៉ូតូកុំភ័យអ្នកនរគ្នាគឺកន្លែងផ្ញើគឺមានច្រើនមែនតើបើនិយាយពីនំបញ្ចុកសម្លខ្មែរសម្លការីសម្លខ្មែរអ្នកនរគ្នាគឺលក់តាមដងផ្លូវគឺច្រើនមែនទែនតម្រង់ជីជួរហើយយើងអាចដាក់កៅអីហូបអង្គុយជុំគ្នាមានផ្សេងបងប្អូនយើងនៅក្នុងទីក្រុងភ្នំពេញហ្នឹងណាដែលគាត់មកហូបជុំគ្នាហើយវាបង្កើតបានទៅជាគេហៅថាភាពស្និទ្ធស្នាលបង្កាត់គេហៅថាបំបត្តិនៅភាពអៀនខ្មាស់ណាដូចខ្ញុំជាដើមឡាក់ជាចិត្តអៀនច្រើននៅពេលដែលមកអង្គុយហូបជុំគ្នាទៅវាមានអារម្មណ៍ថាធម្មតាគេហូបបែបគេទៅយើងហូបបែបយើងអញ្ចឹងទៅហើយកន្លែងនំបញ្ចុកគេដាក់ជាជួរពីមកម្ចាស់ទៅមកម្ចាស់អញ្ចឹងទៅហើយសម្រាប់បងប្អូនយើងនៅទីក្រុងភ្នំពេញហ្នឹងឬមួយក៏បងប្អូនមកពីឆ្ងាយគាត់អង្គុយហូបណាអង្គុយដាក់តុហូបជាជួរទៅតាមកន្លែងនីមួយដែលគាត់ចង់ហូបទៅខ្លះទៅក៏គាត់មានជាមួយរបស់គាត់ស្រេចហើយក៏គាត់តែមកដល់ក៏រត់ជាមួយរបស់គាត់ហើយគាត់មកហូបនៅកន្លែងមួយរបស់គាត់តែម្ដងតែសម្រាប់ខ្ញុំវិញកន្លែងណាឆ្លាស់គឺខ្ញុំចូលកន្លែងហ្នឹងហើយដោយសារតែខ្ញុំមកលើកទី1តែមិនមកលើកទី1អស់នេះតែលក្ខណៈជា walk street ហ្នឹងខ្ញុំមកជាលើកទី1ហើយមកនេះក៏មិនមកដោយសារនេះទេដោយសាររឿងចៃដន្យទេគឺខ្ញុំណាត់មិត្តភ័ក្តិហើយក៏ឃើញមនុស្សច្រើនក៏នាំមិត្តភ័ក្តិចូលមកដើរបាន 4-5 ជុំណាដើម្បីបានបែកញើសត្រឡប់ទៅផ្ទះវិញណាហើយជាពិសេសមួយវិញទៀតអ្នកនរគ្នាគេបង្កើតជាកម្មវិធីរាំលេងសប្បាយអ្នកណាចង់ចូលរួមក៏ចូលទៅអ្នកណាមិនចូលរួមក៏អត់ទៅហើយអ្នកណាខ្លះក៏ឈរមើលអីចឹងទៅប៉ុន្តែសប្បាយមួយយ៉ាងដែរយើងមិនងាយបានរាំលេងជាលក្ខណៈបែបខ្មែរនៅតាមទីក្រុងចឹងទេអ្នកនរគ្នារហូតតតែមានកម្មវិធីបុណ្យទានអីផ្សេងនីមួយណាបានយើងអាចមានឱកាសរាំលេងហើយក៏មានឱកាសដើម្បីបានជុំគ្នាសប្បាយអីចឹងទៅហើយនេះគឺជាបង្កើតឲ្យមានភាពស្និទ្ធស្នាលមួយផងដែរបើធម្មតាវិញសឹងថាបើមិនស្គាល់គ្នាយើងដើរបុកគ្នាក៏មិនបានមករកគ្នាដែរប៉ុន្តែនេះយើងអាចចាប់ជាគូរាំលេងកន្លែងដែលគេបង្កើតហ្នឹងណាហើយមានជាច្រើនដូចជារបាំឆៃយ៉ាំតាមដងផ្លូវដែលគាត់លេងដើម្បីឲ្យបងប្អូនយើងទស្សនាណានិយាយរួមទៅមុខបរមរាជវាំងហ្នឹងគឺនៅពេលថ្ងៃអាទិត្យមនុស្សច្រើនកកកុញអញ្ចឹងអ្នកដែលអត់ដែលបានធ្លាប់ទៅលេងណាមិនមែនថាគាត់អត់ធ្លាប់ទៅទេប៉ុន្តែគាត់អត់ធ្លាប់ទៅនៅពេលល្ងាចថ្ងៃចុងសប្តាហ៍អីចឹងទៅឥឡូវគាត់អាចទៅទស្សនាបានមិនបាច់ចាំមានកម្មវិធីអីធំដុំទេតែឥឡូវឲ្យតែថ្ងៃចុងសប្តាហ៍យើងអាចទៅ walk street ទាំងអស់គ្នាបានឃើញថាសប្បាយហើយមនុស្សច្រើនកកកមែនតើយើងបានធូរអារម្មណ៍មួយដែរយើងឃើញគេឃើញឯងទៅលេងជុំគ្នាអញ្ចឹងណាហើយគាត់អ្នកខ្លះទៅក៏គាត់ទៅជាលក្ខណៈគ្រួសារទៅអ្នកខ្លះទៅជាដៃគូជាសង្សាររបស់គាត់អញ្ចឹងទៅហើយសម្រាប់ខ្ញុំវិញគឺអត់មានដៃគូអីទេគឺមានតែមិត្តភ័ក្តិនឹងឯងដោយសារតែយើងនៅទំនេរទាំងពីរនាក់អញ្ចឹងណាអ្នកអស់គ្នានិយាយលេងទេហើយ
នៅពេលដែលទស្សនានេះហើយកុំភ្លេចមកទស្សនាទាំងអស់គ្នានៅមុខបរមរាជវាំងអូខេបាយបាយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងបាយបាយ